សួស្តីដល់គ្នាស្វាគមន៍មកកាន់ Channel កូនទាសម្រាយរឿងសូមតើគ្នាជួយ Like Subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងថ្ងៃនេះ Admin បានលើរឿងថ្មីទៀតហើយមកសម្រាប់យុទ្ធគ្នាទស្សនារឿងនេះមានចំណងជើងថាជួបគ្រោះបង្កើតស្នេហាថ្មីមួយរឿងចប់ដែលនេះដែរគឺជាតួស្រីរបស់យើងមានឈ្មោះថាអូឈីងពេលនឹងដែរគាត់ក៏នៅក្នុងមន្ទីរប៉ែនហើយឈ្មោះរបស់តួស្រីរបស់យើងគឺមានកូនអញ្ចឹងទៅហើយក៏ចិត្តដល់ពេលដែលទៅសម្រាប់ថែមទៀតតួស្រីយើងក៏ខលទៅកាន់ម្ដាយរបស់តួស្រីទៅបានដឹងទេថាកូនស្រីរបស់គាត់មានកូនមានអីដែលសារតែនៅឡាយទៅនិយាយនៅកណ្ដាលផ្លូវក៏មានឡានមួយហ្នឹងបើកមកបំបុកគាត់តែម្ដងតួស្រីយើងក៏រត់ទៅរកម្ដាយតែដោយសារតែពោះធំពេកគាត់ក៏រត់មិនទៅណាមិនរួចហើយចឹងទៅគឺតួស្រីរបស់យើងក៏ត្រូវបង្ខំចិត្តបង្កើតកូនចេញមកដោយឯងគ្មានអ្នកណាជួយបន្តមកទៀតមកក៏បានយកកូនរបស់គាត់ទៅប្លង់ចោលនៅចំពោះមុខផ្ទះរបស់អ្នកមានមួយពេលហ្នឹងគឺលោកតានៅក្នុងគ្រួសារនៃគ្រួសារហួរហ្នឹងក៏បានយកកូននោះហ្នឹងយកមកចិញ្ចឹមបីបាច់តែម្ដងទៅណាមួយទៀតលោកតាក៏ចាប់អារម្មណ៍ថាក្មេងប្រុសម្នាក់ហ្នឹងមើលទៅគឺស្រៀងតួប្រុសយើងកាលពីនៅពីកូនងាតួប្រុសយើងក៏បាននឹកដល់ពេលមួយនៅក្នុងក្លឹបមួយកន្លែងឃើញតួស្រីរបស់យើងកំពុងតែត្រូវបានពួកប្រុសចង់បៀតបៀនព្រោះអីជាអ្នកដែលលើកស្រែនៅទីហ្នឹងតួប្រុសយើងគាត់ឃើញហើយក៏អាណិតក៏ទៅចូលជួយហើយក៏ប្រាប់ថាសវឹងផងត្រូវថ្នាំគេផងណាចឹងទៅគឺជ្រុលជ្រោះនៅជាមួយតួស្រីរបស់យើងតែម្ដងម៉ាក់របស់តួស្រីរបស់យើងជួបគ្រោះថ្នាក់ចរាចរណ៍នេះគឺធ្ងន់ធ្ងរខ្លាំងមែនតើហើយគាត់ក៏បានគិតសង្ឃឹមថាគាត់អត់មានសង្ឃឹមអីដែលគាត់អាចនៅរស់បានទេគាត់ព្រមតែឲ្យកូនស្រីរបស់គាត់រស់នៅឲ្យសុខសប្បាយពេលហ្នឹងគាត់ក៏បានហាត់ខ្សែមួយកមួយទៅឲ្យតួស្រីរបស់យើងទុកផងដែរបន្ទាប់មកម៉ាក់របស់តួស្រីរបស់យើងក៏ត្រូវផុតដង្ហើមនៅពេលហ្នឹងហើយតួប្រុសរបស់យើងវិញគាត់ក៏បានយកឈាមដែលជាប់នឹងកូនងាហ្នឹងយកទៅពិនិត្យហើយតួស្រីរបស់យើងគាត់ក៏ត្រូវការប្រើប្រាស់លុយរបស់គាត់ដើម្បីតែធ្វើភ្នូដើម្បីតែម្ដាយរបស់គាត់ចឹងទៅតែតួស្រីរបស់យើងគាត់មានលុយគ្រប់គ្រាន់នោះទេដើម្បីតែអាចធ្វើផ្សងភ្នូរបស់ម៉ាក់របស់គាត់បានណាចឹងហើយគឺតួស្រីរបស់យើងគាត់ក៏បានសម្រេចទៅរកការងារធ្វើមកកន្លែងហើយប្រាក់ខែដែលទទួលបាននោះគឺតួស្រីរបស់យើងគឺបានមកខែ10000ចឹងហើយតួស្រីក៏គិតថាធ្វើតែ2ខែទៅគាត់នឹងគ្រប់លុយហើយពេលហ្នឹងគាត់ក៏បានឃើញតួប្រុសរបស់យើងដែលកាត់ចិត្តនឹងចឹងទៅក៏តួប្រុសរបស់យើងគាត់ក៏មកមើលកូនងារបស់គាត់ណាព្រោះអីគឺគ្នាយំអត់ឈប់តែម្ដងចឹងទៅគឺតួប្រុសរបស់យើងគាត់ក៏ចង់រើសរកម៉ែដោះដើម្បីតែមើលថែកូនរបស់គាត់តួស្រីរបស់យើងឃើញហើយក៏រៀងចាប់អារម្មណ៍ហើយមើលទៅក៏ដូចថាប្រហែលផៃចឹងទៅហើយសំបីតែបុគ្គលិកស្រីដែលជួយកាន់កូនរបស់តួប្រុសរបស់យើងនឹងក៏មានណាគេអាចធ្វើឲ្យគ្នាបាត់យំដែរតួស្រីយើងក៏សុំទៅជួយ3ដល់ពេល13ទៅស្រាប់តែកូនរបស់តួប្រុសរបស់យើងហ្នឹងគឺអាចវិភាគបាត់យំតែម្ដងតួប្រុសយើងគាត់ឡើងភ្ញាក់ផ្អើលដូច្នេះហើយគាត់ក៏បានសួរណាថាតួស្រីរបស់យើងចឹងទៅគាត់ក៏បានសួរតួស្រីយើងថាតួស្រីរបស់យើងធ្លាប់មានកូនមិនមែនព្រោះអីតាមមើលទៅគឺតួស្រីរបស់យើងអាចធ្វើជាម្ដាយរបស់គេបានល្អខ្លាំងណាស់ចឹងហើយតួប្រុសរបស់យើងក៏តាមរកម្ដាយរបស់កូនរបស់គាត់ដូចគ្នាតែតួស្រីរបស់យើងចាប់អារម្មណ៍ដែរឬអត់តួស្រីយើងក៏គិតថាមិនអាចទេព្រោះអីតួប្រុសយើងគាត់មានគូតដឹងហើយហ្នឹងហើយគូតដឹងហ្នឹងនាងក៏ថានាងនឹងធ្វើជាកូនរបស់ម្ដាយធ្វើជាម្ដាយរបស់កូននឹងអីចឹងទៅចឹងហើយគឺតួប្រុសរបស់យើងគាត់ត្រូវការទេតួប្រុសរបស់យើងហ្នឹងគឺគាត់បានយកព្រមឲ្យស្រីជើងល្អម្នាក់ហ្នឹងគឺវាថាធ្វើជាម្ដាយរបស់កូនគាត់នោះទេហើយតួស្រីរបស់យើងវិញគាត់ក៏ត្រូវធ្វើជំនួសតែដោយសារតែតួស្រីរបស់យើងគឺហ៊ានអីចឹងទៅចឹងហើយក៏ធ្វើឲ្យស្រីជើងល្អហ្នឹងគឺមិនពេញចិត្តជាមួយតួស្រីរបស់យើងសោះហើយលោកតាវិញគាត់ឃើញតួស្រីរបស់យើងមកដល់ហើយគាត់មានប្រកាន់មានអីនោះទេគាត់មានតែពេញចិត្តណាប្រអីតួស្រីរបស់យើងគឺធ្វើអាចឲ្យចៅទួតរបស់គាត់ហ្នឹងបាត់យំបានចឹងហើយគាត់ក៏បានសុំឲ្យតួស្រីរបស់យើងធ្វើជាម៉ែដោះហើយតួស្រីយើងក៏ទទួលបានលុយច្រើនថែមទៀតតួស្រីក៏គិតថាលុយនេះប្រកាសជាគាត់អាចគ្រប់យកទៅសាងភ្នូររបស់ម៉ាក់របស់គាត់បានហើយពេលហ្នឹងកូនហ្នឹងក៏ចាប់ផ្ដើមយំម្ដងទៀតហើយតួស្រីយើងក៏ខំមើលថែតែស្រីជើងល្អម្នាក់នេះវិញនាងគឺនៅតែបន្តមករករឿងតួស្រីរបស់យើងជានាងណាចឹងទៅគឺតួស្រីរបស់យើងគាត់ក៏ខំប្រកែកតវ៉ាណាថាកុំឲ្យមករករឿងគាត់តែស្រីជើងល្អម្នាក់ហ្នឹងនាងគឺនឹងមិននៅតែមិនឈប់ចឹងនាងគឺត្រូវតែរកតួស្រីរបស់យើងអត់សូចឹងហើយឥឡូវនេះដែរនេះសត្វតែកូនរបស់តួស្រីប្រុសរបស់យើងហ្នឹងក៏ចាប់ផ្ដើមក្តៅខ្លួនសន្លប់តួប្រុសរបស់យើងហ្នឹងក៏បានបញ្ញាយកកូនទៅប៉ែដែរណាដោយសារតែគ្នាយំឡើងគេតាមពិតទៅសត្វតែស្នាដៃរបស់នាងនិងនឹងគ្នារបស់នាងទាំងអស់ចង់បូលីធ្វើបាបតួស្រីរបស់យើងខ្លាំងចឹងហើយគឺពួកគេនឹងក៏ធ្វើគ្រប់បែបយ៉ាងណាយ៉ាងណាក៏ដោយគឺតួស្រីរបស់យើងគឺត្រូវតែឲ្យអ្នកនៅទីនឹងគឺស្អប់តួស្រីរបស់យើងទាំងអស់ចឹងទៅគឺតួស្រីរបស់យើងគាត់គឺពិតជាប្រថារឿងពិបាកខ្លាំងណាសូម្បីតែគ្រូពេទ្យនៅលើនេះវិញពួកគេនឹងក៏នាំគ្នាថាកូនរបស់តួប្រុសរបស់យើងឥឡូវនេះគឺត្រូវសម្រាប់ព្យាបាលនៅមន្ទីរប៉ែនសិនហើយសំខាន់ទៅទៀតនោះក៏បានឃើញថាលោកតាគាត់ក៏រៀងតូបន្តិចផងដែរចឹងទៅតួប្រុសរបស់យើងក៏ជួយមើលថែរបស់លោកតារបស់គាត់ម្ដងទៀតហើយគាត់ក៏សន្យាជាមួយលោកតារបស់គាត់ថាគាត់នឹងទៅតាមរកចៅភាសាស្រីរបស់លោកតាទាល់តែឃើញថាម្ដាយបង្ការរបស់កូនរបស់គាត់ហ្នឹងគឺជាអ្នកណាហើយតួស្រីរបស់យើង
វិញគឺមិនទាន់ជាប់ស្រួលស្រួលពេលជាមួយនឹងគ្រួសារម៉ានេះនេះទេនិយាយទៅគឺស្រីជើងល្អនេះninhនេះហានឹងគ្នារបស់នាងក៏នៅចាំប៊ូលីតួស្រីធ្វើអាប់តួស្រីបន្តមករឿងសម្ដែងធ្វើជាជនរងគ្រោះនឹងគឺលេខ1តួប្រុសរបស់យើងវិញគាត់គឺដូចថាមិនបានជាបន្ទោអីទៅកាន់តួស្រីរបស់យើងនោះទេគាត់គឺមានតែធ្វើល្អទៅលើតួស្រីរបស់យើងវិញហើយពេលនឹងដែរនេះគឺគ្រូតួប្រុសរបស់យើងក៏មកមន្ទីរពេទ្យតួស្រីយើងក៏មកដូចគ្នាលោកតាវិញគាត់ក៏បាននិយាយថាអញ្ចេះបើសិនជាតួស្រីរបស់យើងប្រុសព្រៀបការជាមួយចៅប្រុសរបស់គាត់ប្រកាសជាល្អពីព្រោះអីឃើញថាតួស្រីរបស់យើងស្អាតនៅក្មេងអីចឹងទៅពិតជាស័ក្តិសមជាមួយចៅប្រុសរបស់គាត់ខ្លាំងណាស់ចឹងហើយក៏ឲ្យតួស្រីរបស់យើងរៀបការជាមួយនឹងចៅប្រុសរបស់គាត់តែម្ដងទៅតួស្រីរបស់យើងវិញគាត់ក៏ព្រមតាមដូចគ្នាណាពេលហ្នឹងគឺតួស្រីរបស់យើងគាត់ក៏សុំតួប្រុសថាការរៀបការរបស់ពួកគេទាំងពីរនេះគឺត្រូវតែជាការរៀបការសម្ងាត់មួយតួស្រីរបស់យើងគាត់គឺពិតជាបញ្ចេញព័ត៌មានឲ្យគេឯងហ្នឹងគឺបានដឹងឮពីរឿងថាតួស្រីរបស់យើងនឹងគឺរៀបការជាមួយតួប្រុសទេហើយតួស្រីយើងវិញក៏សប្បាយចិត្តពីព្រោះអីឥឡូវនេះគឺតួស្រីរបស់យើងគាត់គឺអាចរកផ្ទះថ្មីឲ្យម្ដាយរបស់គាត់បានហើយតួប្រុសរបស់យើងគាត់ក៏ជួលកន្លែងធំមួយទៀតណាហើយសំខាន់ទៅទៀតនោះគាត់ក៏ប្រាប់កូនចៅរបស់គាត់ណាថាមិនថ្លៃអីបន្តិចចឹងទៅចឹងហើយគឺតួស្រីរបស់យើងគាត់ក៏ជឿទាំងអស់តែម្ដងហើយពេលនេះគឺតួស្រីរបស់យើងក៏ស្នាក់នៅក្នុងផ្ទះរបស់គេតែអត់ហ៊ានថាបង្ហាញមុខឲ្យគេបានដឹងឬក៏យ៉ាងម៉េចមិនដឹងទេតួស្រីរបស់យើងគាត់គិតថាមិនគួរឲ្យពួកគេនឹងគឺបានដឹងពីអត្តសញ្ញាណពិតឬក៏ពីថាការទំនាក់ទំនងរបស់តួប្រុសតួស្រីរបស់យើងឲ្យពួកគេនឹងគឺបានដឹងឮទេចឹងហើយពេលហ្នឹងនាងមូនីងក៏បានប្រាប់របស់នាងពីរឿងរបស់តួស្រីរបស់យើងនៅផ្ទះរបស់តួប្រុសនេះចំណាយខ្លាំងតែតួប្រុសតួស្រីរបស់យើងគ្មានខ្វល់ទេឥឡូវនេះពីរនាក់គេនឹងក៏បានចោលឲ្យតាសបជាមួយគ្នារួចចឹងហើយគឺតួស្រីរបស់យើងនៅពេលដែលការជាមួយតួប្រុសរបស់យើងហើយគាត់ក៏មានអារម្មណ៍ថាដូចជារៀងស្រឡះចិត្តហើយគាត់ក៏អាចនៅបានយ៉ាងស្រួលថែមទៀតដល់មិនចាំបាច់ត្រូវកាត់វែងឆ្ងាយអីច្រើននោះទេអញ្ចឹងហើយគឺតួស្រីរបស់យើងគាត់ក៏ពិតជាសប្បាយចិត្តខ្លាំងមែនតែម្ដងណាដែលគាត់អាចដោះស្រាយពីរឿងមួយនឹងបានហើយពេលហ្នឹងដែលតួស្រីរបស់យើងទៅធ្វើការនៅក្នុងក្រុមហ៊ុនណាក៏ស្រាប់តែត្រូវបានពួកក្រុមកលឹកផ្សេងនេះនាំគ្នាមករករឿងអញ្ញាជាមួយតួស្រីហើយតួប្រុសរបស់យើងវិញគាត់នឹងដឹងថានឹងមានរឿងអីកើតឡើងខ្លះចំពោះតួស្រីហើយតួអ្នកបម្រើក្នុងផ្ទះរបស់តួប្រុសរបស់យើងហ្នឹងក៏បានយកម្ហូបឲ្យតួប្រុសដែលនេះគឺជាស្នាដៃរបស់តួស្រីរបស់យើងហ្នឹងដែលបានធ្វើជូនតួប្រុសរបស់យើងចឹងហើយក៏តួប្រុសរបស់យើងបានម្ហូបមួយចានស្រាក់របស់តួស្រីរបស់យើងយកមកឲ្យហើយក៏សប្បាយចិត្តខ្លាំងមែនតើហើយពេលហ្នឹងតួស្រីរបស់យើងគាត់ក៏ទទួលបានចានវាថាម្ហូបនឹងមួយគូដូចជារបស់តួប្រុសរបស់យើងចឹងធ្វើឲ្យបុគ្គលិកនៅទីហ្នឹងក៏នាំគ្នាឆ្ងល់ហេតុអីបានជាថងដាក់ម្ហូបរបស់តួប្រុសតួស្រីរបស់យើងដូចគ្នាបែបហ្នឹងតួស្រីយើងក៏ថាគឺគ្មានអីទេចឹងហើយក៏បញ្ញារត់ចេញមកតួស្រីយើងក៏អត់ចង់ឲ្យគេឯងហ្នឹងគឺបានដឹងឮទេគាត់នឹងតួប្រុសរបស់យើងហ្នឹងគឺបានរៀបការជាមួយគ្នាណាមួយទៀតគេជាប្រធានក្រុមហ៊ុនអីចឹងទៅតួស្រីរបស់យើងក៏មានអារម្មណ៍ថាខ្លាចណាខ្លាចថាថ្ងៃណាមួយតួស្រីរបស់យើងនឹងត្រូវបានគេធ្វើបាបជាបន្ថែមចឹងហើយឥឡូវនេះដែរគឺលោកយាយរបស់តួប្រុសរបស់យើងហ្នឹងក៏បានចេញមកណាហើយតួស្រីរបស់យើងក៏ជួយទៅមើលថែមើលអីចឹងទៅដល់ពេលហ្នឹងគាត់ក៏ចង់ដឹងថាតួស្រីរបស់យើងធ្វើការនៅទីហ្នឹងគឺបានប្រាក់ខែប្រមាណគាត់ក៏ចង់ជួយតួស្រីរបស់យើងតែម្ដងណាហើយតួស្រីរបស់យើងរឿងថាបានរបស់ងាយ free បែបហ្នឹងគាត់ដែរចង់នោះទេតួស្រីរបស់យើងគាត់ក៏សោកចិត្តធ្វើលំបាកតែម្នាក់ឯងទោះបីវាថាយ៉ាងណាក៏ដោយអញ្ចឹងទៅនៅពេលហ្នឹងពួកបុគ្គលិកស្រីម្នាក់នេះស្រីម្នាក់ហ្នឹងក៏នាំគ្នានិយាយដៀបដាវលោកយាយណាហើយក៏ថាលោកយាយហ្នឹងគឺគ្រាន់តែជាអ្នកអត់អីសោះហេតុអីបានមើលទៅគឺលោកយាយដូចជាប្រុងអួតខ្លាំងម្ល៉េះអីចឹងទៅហើយពេលហ្នឹងគឺគាត់មិនបាននិយាយច្រើនទៀតនោះទេដូច្នេះហើយឥឡូវនេះដែរតួស្រីរបស់យើងហ្នឹងក៏តួប្រុសក៏បានចូលមកអង្គុយចិត្តហើយក៏បានឃើញថាតួប្រុសរបស់យើងហ្នឹងគឺពិតជាចោលសិតស្រាជាមួយតួស្រីរបស់យើងខ្លាំងចោលឲ្យគេឯងហ្នឹងគឺបានដឹងដល់ពេលដែលពីរអ្នកគេហ្នឹងគឺចិត្តគ្នាខ្លាំងពេកនេះគឺតួស្រីរបស់យើងហ្នឹងគាត់ក៏អៀនតែតួប្រុសរបស់យើងមកនេះគាត់គឺអត់ចង់លាក់ទេពេលតំណែងស្នេហារបស់គាត់នឹងតួស្រីរបស់យើងគាត់គឺចង់ឲ្យតួស្រីរបស់យើងហ្នឹងគឺបានដឹងផ្ទាល់តែម្ដងចឹងទៅនាងមួយនីងនេះនាងក៏បានយកដំណឹងថាតួប្រុសតួស្រីរបស់យើងកំពុងតែនៅជាមួយគ្នាតាក់ទងគ្នាអីវិញហ្នឹងយកមកប្រាប់តែម្ដងហើយតួស្រីរបស់យើងវិញគាត់ក៏មិនចង់ពាក់ព័ន្ធអីច្រើនគាត់ចង់វិភាគអត់ឲ្យគេដឹងហ្មងណាថាគាត់នឹងតួប្រុសរបស់យើងតំណែងបែបម៉េចតែណាតែតួប្រុសរបស់យើងនឹងឯងគាត់ចង់ឲ្យតួស្រីរបស់យើងហ្នឹងគឺនៅសង្ងំបែបហ្នឹងទេគាត់ខ្លាចតួស្រីទៅបានគេធ្វើបាបជាពិសេសមួយនីងនេះវិញនេះនាងបច្ចុប្បន្នតួស្រីយើងខ្លាំងនាងក៏បានជួបបារម្ភម្នាក់ឲ្យមកធ្វើបាបតួស្រីរបស់យើងហើយបន្ទាប់មកក៏បានចាប់ឲ្យតាម្នាក់នេះពេលហ្នឹងតាហ្នឹងក៏រៀងលមោបដែរហើយឃើញតួស្រីរបស់យើងស្អាតថែមទៀតចឹងទៅគេក៏ចាប់ផ្ដើមថាអញ្ចេះមុននឹងសម្លាប់តួស្រីរបស់យើងគួរតែវាថាគេចំណេញទៅលើតួស្រីរបស់យើងបន្តិចសិនទៅចឹងហើយតាហ្នឹងក៏ចាប់ផ្ដើមចាប់ការឲ្យតួប្រុសរបស់យើងវិញក៏ដូចជារៀងបាត់តួស្រីរបស់យើងរៀងយូរណាចឹងទៅគាត់ក៏នៅឆែកមើលនេះពេលនេះហើយគឺនាងមូនីងនាងក៏គិតថាថ្ងៃនេះគឺជាថ្ងៃចុងក្រោយរបស់តួស្រីយើងហើយតួ
ួស្រីរបស់យើងនឹងគ្មានឱកាសអាចមានអ្នកហៅឈ្មោះតួស្រីរបស់យើងឮបានម្ដងទៀតនោះទេតែតួស្រីរបស់យើងវិញគាត់នៅតែមានសង្ឃឹមថាតួប្រុសប្រកាសជាមកជួយគាត់បានទាន់ពេលអញ្ចឹងហើយតួស្រីរបស់យើងគឺមិនចាំបាច់ពីថាត្រូវមកក្បាលអីទេហើយតួប្រុសរបស់យើងក៏ខលទៅកាន់តួស្រីតែពេលដែលខលទៅនឹងគឺមានតែគេលើកនោះទេអញ្ចឹងហើយពេលនឹងដែរនេះស្រាប់តែគ្រូពីថាតានឹងក៏ទទួលបានទូរស័ព្ទពីអ្នកណាម្នាក់នោះទេអញ្ចឹងហើយក៏បញ្ញាទៅលើកភ្លាមណាដោយសារតែអ្នកដែលខលមកនឹងគឺជាលោកតាតែម្ដងលោកតាវិញគាត់ក៏បានសួរណាថាមានអីនៅពេលហ្នឹងគេក៏កុហកអញ្ចឹងអញ្ចឹងទៅថាដឹងទេថាតំណែងរបស់តួស្រីរបស់យើងនិងគ្រួសាររបស់តួប្រុសរបស់យើងហ្នឹងគឺវាបែបណាអញ្ចឹងហើយក៏មានតែអ្នកចង់ហ៊ានចង់ធ្វើបាបតួស្រីរបស់យើងតែញឹកញយបែបហ្នឹងតួស្រីរបស់យើងវិញគាត់គឺអត់ដែរចង់ពាក់ព័ន្ធអត់ដែរចង់គឺថាត្រូវឈ្លោះគ្នាជាមួយណាទេណាតែពួកគេនោះទេដែលតែមករករឿងធ្វើបាបតួស្រីរបស់យើងរហូតហ្នឹងអញ្ចឹងហើយលើនេះដែរតួស្រីរបស់យើងគាត់ក៏ត្រូវទៅជាបាននៅមន្ទីរប៉ែតណាហើយតួប្រុសរបស់យើងគាត់ក៏បារម្ភតួស្រីរបស់យើងខ្លាំងគាត់ខ្លាចថាតួស្រីរបស់យើងនឹងមានបញ្ហាហើយពេលនឹងតួស្រីយើងក៏ចង់ទៅធ្វើការណាព្រោះឲ្យគាត់មានការងារត្រូវធ្វើគាត់អាចចោលបានតែតួប្រុសយើងក៏ឲ្យទៅឯងក្រុមហ៊ុនរបស់គាត់តួស្រីរបស់យើងអត់ចាំបាច់ត្រូវពិបាកត្រូវទៅធ្វើការទាំងឈឺបែបហ្នឹងទេអញ្ចឹងទៅនៅពេលហ្នឹងដែរនេះតួស្រីរបស់យើងគាត់ក៏ចង់ដឹងណានៅពេលហ្នឹងតួប្រុសយើងក៏និយាយពីគ្រួសាររបស់តួស្រីរបស់យើងវាថាអញ្ចឹងគាត់មានតែម្ដាយទេចំណែកប៉ារបស់គាត់វិញគឺគាត់ដូចជាបែកពីប៉ារបស់គាត់នឹងគឺយូរណាស់ហើយអត់ដឹងថាវាមានរឿងអីកើតឡើងអីអញ្ចឹងទៅអញ្ចឹងហើយតួស្រីរបស់យើងគាត់គិតថាគឺឪពុករបស់គាត់នឹងប្រកាសជានៅរស់ហើយគាត់ប្រកាសជាចង់តាមរកគាត់ជាមិនខានអញ្ចឹងហើយគឺតួស្រីរបស់យើងគាត់គឺនៅតែចង់តាមរកឪពុករបស់គាត់អញ្ចឹងហើយតួប្រុសរបស់យើងវិញគាត់ក៏តាមចិត្តរបស់តួស្រីគាត់ក៏ព្រមឲ្យតួស្រីរបស់យើងនឹងគឺតាមទៅរកឪពុករបស់គាត់ទៅក្តីបំណងរបស់គាត់ទៅហើយនាងមូននីងនេះវិញនេះតាមពិតទៅឪពុករបស់នាងក៏មានកូនស្រីម្នាក់ផងដែរហើយកូនស្រីរបស់គាត់នឹងមានឈ្មោះថាមូឈិននោះចំតែម្ដងនេះគឺជាតួស្រីរបស់យើងនឹងឯងនេះគឺជាប៉ារបស់តួស្រីហើយតាមពិតទៅនាងមូនីងនេះមិនមែនជាកូនបង្កើតអីទេជាកូនចិញ្ចឹមក៏ប៉ុន្តែគឺប៉ារបស់នាងមើលថែនាងបានយ៉ាងល្អគ្រប់សពបែបយ៉ាងឲ្យនាងរស់នៅក្នុងជីវិតអស៊ីវិល័យតែណាតែមូនីងទេនៅពេលដែលនាងបានដឹងថាឪពុករបស់នាងកំពុងតែតាមរកកូនស្រីណាហើយនាងក៏មើលរូបថតនឹងក៏ស្គាល់ថានឹងគឺជាតួស្រីរបស់យើងតែនាងគឺគ្មានថ្ងៃតែម្ដងនឹងឲ្យប៉ារបស់នាងគឺបានរកឃើញកូនបង្កើតវិញឯងយ៉ាងណាក៏ដោយគឺត្រូវតែលាក់បើសិនជាកូនបង្កើតគេមកពេលបង្កើតនឹងនាងប្រកាសជាត្រូវបានជីវផ្ទះនឹងជាមិនខានចឹងហើយគឺនាងមិនអាចឲ្យរឿងមួយនឹងគឺវាកើតឡើងមកបានទេនាងគឺត្រូវតែរកអីមួយយ៉ាងនឹងដើម្បីតែបន្ថយតែម្ដងចឹងហើយគឺតួប្រុសរបស់យើងវិញនេះគាត់ក៏មិនបានដឹងជារឿងវិញឆ្ងាយច្រើនផងដែរហើយប៉ារបស់តួស្រីរបស់យើងវិញគាត់ក៏កំពុងតែតាមរកកូនស្រីរបស់គាត់ហើយគាត់ក៏ឆែកមើលមួននីងគឺតែងតែចង់កាត់រហូតតែម្ដងតែយ៉ាងណាក៏ដោយគាត់ក៏ចង់ដឹងថាមូឈីងកូនស្រីរបស់គាត់នឹងគឺជាអ្នកណាចឹងហើយនៅពេលនឹងដែរនេះតួប្រុសរបស់យើងក៏បានដឹងពីដំណឹងប៉ារបស់នាងមូនីងនឹងកំពុងតែរ៉ាំរកខ្លួនស្រីហើយតួស្រីរបស់យើងក៏កំពុងតែតាមរកឪពុកគាត់ក៏សង្ស័យតើអាចអត់ថាលោកមូនឹងជាឪពុករបស់តួស្រីរបស់យើងហើយតួស្រីរបស់យើងវិញនៅពេលដែលគាត់គឺបានដឹងឮពីរឿងរបស់ប៉ារបស់គាត់ភ្លាមនេះថានឹងចិត្តរកឃើញអីចឹងទៅតួស្រីរបស់យើងគាត់សប្បាយចិត្តខ្លាំងមែនតើហើយលោកតាវិញនេះគាត់ក៏សប្បាយចិត្តជាមួយតួស្រីរបស់យើងណាពេលនឹងគាត់គឺចង់ឲ្យតួស្រីរបស់យើងហ្នឹងថាបានរកឃើញឪពុកបង្កើតទៅគាត់ក៏សប្បាយចិត្តនៅពេលដែលឃើញតួស្រីរបស់យើងនឹងឯងរស់នៅជួបជុំគ្រួសាររបស់គាត់បានហើយមូនីងឯនេះវិញនាងក៏បានជួលគ្រូនេះមកទៀតហើយដើម្បីឲ្យតាមរកឃើញកូនស្រីអីចឹងទៅហើយតួស្រីរបស់យើងវិញគាត់ក៏កំពុងតែគិតថាតើគាត់អាចរកឃើញឪពុកបង្កើតរបស់គាត់បានដែរអត់នៅដល់ពេលដែលតួប្រុសរបស់យើងនឹងគឺអាចរកឃើញតែគាត់នឹងគឺជាម្ដាយកូនរបស់គេចឹងទៅហើយនាងមូនីងឯនេះវិញនាងអត់សប្បាយចិត្តនោះទេដោយសារតែនាងកំពុងតែពិបាកចិត្តខ្លាំងនាងគឺមិនអាចឲ្យតួស្រីរបស់យើងនឹងគឺដឹងរឿងថាឪពុករបស់នាងគឺជាប៉ារបស់នាងបានទេព្រោះអីកាលណាដែលតួស្រីរបស់យើងមកជំនួសកន្លែងរបស់នាងប្រកាសជាត្រូវបានគ្រួសារនឹងទាត់ចោលចឹងហើយគឺវាគ្មានថ្ងៃតែម្ដងហើយឪពុករបស់មនុស្សនឹងគឺវាថាស្រឡាញ់កូនស្រីណាស់ដែរណាស្រឡាញ់នឹងគឺប្រៀបដូចជាកូនបង្កើតកាន់ជើងគ្រប់សពបែបយ៉ាងណាចឹងហើយធ្វើឲ្យនាងក៏បានចិត្តអីក៏នាងហ៊ានធ្វើសូម្បីតែរឿងលើកដៃសម្រាប់មនុស្សចឹងទៅគឺឪពុករបស់នាងនឹងក៏ចូលជាមួយតួប្រុសរបស់យើងគាត់ក៏បាននិយាយរាក់ទាក់ជាភាសានឹងគាត់កំពុងតែឆ្ងល់ណាថាអ្នកដែលជាគូស្នេហ៍មួយតួប្រុសរបស់យើងគឺជាណាមិននិយាយមិនចាំយូរនោះទេពេលនឹងតួស្រីរបស់យើងគាត់ក៏បានដើរចេញមកតាមម្ដងឲ្យគេនឹងគឺបានឃើញពេលនឹងស្រាប់តែពងរបស់នាងមូនីងនឹងក៏បានរករឿងណាគាត់ថាហេតុអីបានជាតួប្រុសរបស់យើងស្វាប់នឹងក្រែងតួប្រុសរបស់យើងនឹងគឺភ្ជាប់ពាក្យជាមួយកូនស្រីរបស់គាត់នីងហើយតែបានជាតួស្រីរបស់យើងទៅរៀបការជាមួយនឹងស្រីដតីបែបហ្នឹងហើយគាត់មិនយល់ព្រមចឹងទៅគឺឪពុករបស់តួស្រីរបស់យើងនឹងគាត់ក៏ក្តៅឆេវតែម្ដងតួប្រុសរបស់យើងមិនធ្វើបាប
បនឹងដាក់កូនស្រីរបស់គាត់បែបហ្នឹងគាត់គឺក្តៅខ្លាំងណាចឹងទៅឥឡូវនេះដែរគាត់គឺត្រូវតែរកវិធីយ៉ាងណាក៏ដោយកូនស្រីរបស់គាត់គឺត្រូវតែអាចនៅជាមួយនឹងតួប្រុសរបស់យើងឲ្យខានតែបាននេះអានេះវិញនឹងនាងក៏បានជំរុញឲ្យប៉ារបស់នាងគឺរត់ទៅធ្វើបាបហ្នឹងចឹងទៅនៅពេលហ្នឹងនេះរបស់នាងតាមចិត្តកូនស្រីរបស់ខ្លួនខ្លាំងពេករហូតដល់គាត់ហ្នឹងក៏លែងដឹងខុសត្រូវហើយជាពិសេសនៅពេលហ្នឹងលោកតាគាត់ក៏បានចូលមកហើយគាត់ក៏បាននិយាយថាគាត់គឺខានឃើញលោកមូហ្នឹងគឺយូរណាស់ទៅហើយចឹងហើយឥឡូវនេះគឺសុំនិយាយគ្នាសិនចឹងទៅឥឡូវនេះដែរនេះគឺគាត់កំពុងតែនិយាយរឿងពីកូនរបស់គាត់ហើយដែលគាត់កំពុងតែតាមរនេះជាពិសេសហានេះហាក៏ធ្លាក់ថោកក្ដុកតាមម្ដងនេះអញនិយាយបាននោះទេពេលហ្នឹងគឺតួស្រីរបស់យើងហ្នឹងគាត់ក៏បានប្រាប់ណាថារឿងឪពុករបស់គាត់គាត់ដឹងទេសំខាន់ឥឡូវនេះគឺម្ដាយរបស់គាត់ហ្នឹងគឺបានស្លាប់បាត់ហើយចឹងហើយប៉ារបស់តួស្រីរបស់យើងក៏មើលរូបថតម៉ាក់របស់តួស្រីហើយក៏បានឃើញថានេះគឺជាប្រពន្ធរបស់គាត់ចឹងបានន័យថានេះគឺជាកូនស្រីរបស់គាត់ហើយតួប៉ារបស់តួស្រីរបស់យើងហ្នឹងគាត់ក៏សូមវល់កូនស្រីរបស់គាត់សុំទោសណាដែលគាត់នឹងគឺមិនបានមើលថែកូនស្រីរបស់គាត់ឥឡូវនេះនេះក៏ត្រូវបានឪរបស់នាងស្ដីឲ្យថាឲ្យពិតមែនដោយសារតែអីនេះគឺបានទៅរករឿងតួស្រីរបស់យើងខុសមនុស្សឲ្យដោយទាំងគាត់ថែមទៀតនេះឥឡូវនេះគឺគាត់គាត់ថាគាត់នៅប្រកាសជាបាត់បង់អ្វីគ្រប់យ៉ាងហើយតួស្រីរបស់យើងវិញមកដល់ផ្ទះភ្លាមនឹងក៏អស់កម្លាំងផ្សេងតែម្ដងណាដោយសារតែអីបានស្គាល់ឪពុករបស់គាត់ហើយតែបែរជាឪពុករបស់គាត់នឹងជាមនុស្សដែលមិនល្អបែបហ្នឹងចឹងហើយក៏ធ្វើឲ្យតួស្រីរបស់យើងគាត់គឺមានអារម្មណ៍ថាមិនសប្បាយចិត្តស្រឡះខ្លួនទេហើយលោកតាវិញគាត់ក៏បាននិយាយប្រាប់តួប្រុសថាតួស្រីរបស់យើងនាងជាមនុស្សល្អខ្លាំងណាស់ចឹងហើយឲ្យបានល្អណាស់ពីព្រោះឲ្យមនុស្សល្អបែបហ្នឹងតួប្រុសរបស់យើងគឺត្រូវតែមើលថែឲ្យបានល្អគាត់ស្ដាយណាស់ខ្លាចតែពេលណាមួយនឹងមានរឿងអីកើតឡើងអីចឹងទៅតួប្រុសរបស់យើងប្រកាសជាមានរឿងស្ដាយក្រោយច្រើនជាងនឹងទៅទៀតចឹងទៅគឺតួប្រុសយើងក៏ប្រាប់ទៅលោកតាណាថាអីនោះទេលោកតាគឺអាចជឿជាក់ទៅលើគាត់បានតួប្រុសរបស់យើងគាត់សន្យាថាគាត់នឹងមើលថែតួស្រីរបស់យើងនឹងគឺឲ្យបានល្អជាទីបំផុតចឹងហើយថ្ងៃស្អែកឡើងតួប្រុសរបស់យើងក៏មិនអាចលាក់លៀងពីរឿងការរៀបការរបស់គាត់ជាមួយតួស្រីបានទេពីព្រោះអីនៅពេលកាលណាដែលតួប្រុសរបស់យើងកាន់តែលាក់នៅទីនោះប្រកាសជាចាប់អារម្មណ៍កាន់តែខ្លាំងតួស្រីរបស់យើងប្រកាសជាត្រូវបានគេធ្វើបាបចឹងហើយបើមានរឿងអីហើយក៏តួប្រុសរបស់យើងគាត់ក៏បង្ហាញចេញមកអស់តែម្ដងទៅមិនចាំបាច់មានរឿងអីដែលត្រូវលាក់លៀមច្រើនពេកនោះទេចឹងទៅគឺតួស្រីរបស់យើងវិញឥឡូវនេះថ្ងៃឯងនៅទីហ្នឹងក៏បានដឹងពីទំនាក់ទំនងស្នេហារបស់តួស្រីតួប្រុសរបស់យើងទាំងអស់ហើយជាណាតួស្រីរបស់យើងវិញនិយាយថាពេលហ្នឹងក៏រៀនសប្បាយចិត្តណាស់ដែរចឹងទៅពីព្រោះអីគឺតួអ្នកនៅទីហ្នឹងចាប់តាំងពីពួកគេហ្នឹងគឺបានដឹងថាតួស្រីជាណាក៏លែងមានណាគេរករឿងគាត់ស្អប់គាត់ទៀតណាចឹងហើយក៏ធ្វើឲ្យតួស្រីរបស់យើងគាត់ក៏មានអារម្មណ៍ថាស្រឡះខ្លួនជាខ្លាំងតួប្រុសយើងបានឃើញតួស្រីរបស់យើងសប្បាយចិត្តបែបហ្នឹងគាត់ក៏អកលុយគ្នាហើយចំណែកឲ្យលោកតាវិញនេះគាត់ក៏កំពុងតែនិយាយគ្នាជាមួយលោកតារបស់តួប្រុសរបស់យើងអីចឹងទៅនៅពេលហ្នឹងគាត់ក៏បានឃើញណាវាទៅតាមពិតទៅគឺតួនេះគឺត្រូវរៀបការជាមួយតួប្រុសរបស់យើងទេតែតួប្រុសយើងគាត់ក៏ថាឈុំនិយាយរឿងហ្នឹងទៅព្រោះអីគាត់គឺបានរកឃើញតួស្រីរបស់យើងមួយឈិនដែលនាងគឺស័ក្តិសមជាមួយគាត់ហើយពួកគេទាំងពីរក៏ត្រូវរើគ្នាអញ្ចឹងទៅហើយលោកតាវិញគាត់ក៏បានយកគ្រឿងអលង្ការនេះដើម្បីយកមកធ្វើជាកាដូសម្រាប់តួស្រីរបស់យើងចឹងហើយគឺតួស្រីរបស់យើងហ្នឹងគាត់ក៏និយាយថាទទួលយកទាំងក្តីសប្បាយចិត្តលោកតាវិញក៏ថាយកទៅតួស្រីរបស់យើងហ្នឹងមិនចាំបាច់ប្រកែកច្រើននោះទេតួស្រីរបស់យើងគាត់ក៏បានថាវាថាត្រូវប្រកែកតបអីច្រើនផងដែរគាត់ក៏ឆ្លៃរបស់មួយហ្នឹងពេលហ្នឹងឪពុករបស់តួស្រីរបស់យើងវិញគាត់ក៏រៀនស្ដាយក្រោយណាដែលគាត់នឹងគឺចោលប្រពន្ធរបស់គាត់ហើយយើងក៏មើលថែកូនស្រីរបស់អ្នកដទៃកូនស្រីរបស់ខ្លួនឯងវិញក៏មិនបានប៉ះពាល់មើលថែអញ្ចឹងទៅគាត់ក៏រៀនស្ដាយក្រោយគាត់ក៏បានសុំឲ្យតួស្រីរបស់យើងហ្នឹងគឺអាចត្រឡប់ទៅរស់នៅជុំគ្នាបានដែរល្អជាឪពុកកូនជាមួយគ្នាតែពេលហ្នឹងគឺពេលហ្នឹងប៉ារបស់តួស្រីក៏ខំនិយាយបញ្ចុះបញ្ចូលគាត់បាននិយាយថាអញ្ចេះគាត់បានពីម៉ាក់របស់តួស្រីពិតមែនហើយគាត់ក៏មិនដែរទៅរៀបការជាមួយនឹងស្រីដទៃណាទៀតដែរគាត់គឺនៅ single full តែម្ដងណាចិញ្ចឹមតែកូនរបស់គេទេចឹងហើយគាត់ក៏គិតថាតួស្រីរបស់យើងរៀបហេតុផលមួយនេះគឺអាចអភ័យទោសឲ្យគាត់បានដែរព្រោះអីគឺគាត់គឺមិនបានជាអាក្រក់អីណាទេចឹងទៅគឺតួស្រីរបស់យើងគាត់ក៏គិតក្នុងចិត្តណាព្រោះអីមើលទៅគឺប៉ារបស់តួស្រីរបស់យើងពិតជាមិនបានធ្វើរឿងអីដែរអាក្រក់ហើយគាត់ក៏អាចលើកលែងទោសអីបានចឹងទៅគឺតួស្រីរបស់យើងគាត់ក៏រៀបថាព្រមអធិស្ឋានឲ្យតែម្ដងទៅព្រោះអីប៉ារបស់តួស្រីយើងក៏មិនបានជាអាក្រក់អីខ្លាំងប៉ារបស់តួស្រីរបស់យើងបន្ទាប់ពីទទួលបានការអធិស្ឋានពីតួស្រីហើយគាត់ក៏ចង់រៀបចំទ្រព្យសម្បត្តិផ្សេងថាគួរធ្វើបែបណារៀបចំបែបណាសម្រាប់តួស្រីរបស់យើងដើម្បីកូនស្រីរបស់គាត់អីចឹងទៅចឹងហើយនិងវិញនាងអត់ហ៊ានប្រកែកអីទេ
ដោយសារតែនាងគិតថាប៉ារបស់នាងគឺបានសម្រេចចិត្តបែបហ្នឹងនាងក៏មិនឯងប្រកយតវ៉ាសោះចិត្តធ្វើជាពេលនេះគឺឪពុករបស់នាងក៏បានចូលមកក្នុងកម្មវិធីហ្នឹងហើយមុននឹងចូលទៅហ្នឹងគេក៏បានសួររកពីសម្ពុតអញ្ជើញផងដែរពេលហ្នឹងគឺស្រាប់តែស្រីចិនល្អនាងក៏បាននិយាយថាចាំមិនរកសម្ពុតអញ្ជើញអីប៉ារបស់នាងជានាងមនុស្សដែលមានកិត្តិយសអីចឹងទៅពេលហ្នឹងគឺឪពុករបស់តួស្រីក៏បានថាគាត់ជាឪពុករបស់កូនកំមុំនៅទីហ្នឹងចឹងហើយគាត់ចាំបាច់ត្រូវមានសម្ពុតដែរមែនចឹងទៅគឺប៉ារបស់នាងគឺអាចចូលបានតែនាងគឺមិនអាចចូលបានទេតែដោយសារតែឪពុករបស់នាងក៏បាននិយាយថាចេះនេះក៏ជាកូនស្រីរបស់គាត់ហើយគាត់ក៏បានថានាងក៏ជាមនុស្សកូនស្រីដែលល្អដូចគ្នាចឹងហើយចាំបាច់ហាមនាងអីនោះទេគាត់ក៏បានថាគាត់មកទីហ្នឹងគឺដើម្បីតែអបអរពិធីមង្គលការរបស់កូនស្រីរបស់គាត់តែពេលហ្នឹងនាងក៏បានថាបើចាំបាច់អង្វរពួកគេច្រើនទេពួកគេក៏ជាអ្នកមានដូចគ្នាចាំបាច់អីទៅប៉ារបស់នាងគឺត្រូវអង្វរហើយគាត់មកទីនេះគឺដើម្បីតែចង់ឃើញសុភមង្គលការរៀបការរបស់តួស្រីតែប៉ុណ្ណោះហើយពេលហ្នឹងនាងពិតជាក្តៅខ្លាំងណាស់ព្រោះអីវម្ដងរបស់នាងរៀបការជាមួយតួប្រុសតែបើជាតួស្រីរបស់យើងគឺចូលមកចំនួននាងមុនតួស្រីរបស់យើងក៏បានទទួលស្វាគមន៍នាងទេប៉ារបស់តួស្រីក៏ថានាងក៏ជាកូនប្អូនស្រីរបស់តួស្រីរបស់យើងផងដែរចឹងហើយទទួលស្វាគមន៍នាងបន្តិចទៅចឹងទៅក៏ធ្វើឲ្យតួស្រីរបស់យើងគាត់ក៏មិនបានជឿជាអីច្រើនផងដែរឲ្យពួកគេចង់ធ្វើអីក៏ធ្វើតាមហ្នឹងទៅចឹងហើយនាងគឺខឹងជាមួយប៉ារបស់នាងចាប់បាញ់វល់តួស្រីធ្វើអីទៀតព្រោះតួស្រីរបស់យើងគឺមិនស័ក្តិសមទេចឹងហើយពេលហ្នឹងនេះប៉ារបស់នាងក៏បានខឹងជាមួយនាងតែម្ដងនាងក៏បានសុំវល់ប៉ារបស់នាងថាកុំខឹងជាមួយនាងអីនាងគឺគ្មានគោលបំណងអីទាល់តែសោះចឹងទៅគឺពេលហ្នឹងនាងក៏មិនឯងបង្កសួរអ្វីច្រើនក៏មានតែបង្ខំចិត្តធ្វើតាមចឹងឯងហើយឥឡូវនេះដែរអ្វីដែលគាត់ចង់ហ្នឹងគឺឲ្យតួស្រីរបស់យើងហ្នឹងគឺថានៅក្រៅពេលរៀបការហើយគឺមកនៅជាមួយគាត់ហើយពេលហ្នឹងដែរគឺស្រាប់តែនាងក៏បានដឹងពីកំហុសរបស់នាងគឺធ្លាប់បង្ករឿងកំហុសធ្វើគ្រឿងអាក្រក់ច្រើនខ្លាំងមែនតើចឹងហើយបានធ្វើឲ្យនាងគឺគិតអាក្រក់បែបហ្នឹងហើយសំខាន់ទៅទៀតនោះនាងក៏ធ្លាប់ធ្វើបាបតួស្រីរបស់យើងនិយាយទៅគឺច្រើនរឿងខ្លាំងមែនតើចឹងទៅគឺពេលហ្នឹងលោកតារបស់តួប្រុសរបស់យើងគាត់ក៏បានចូលមកសួរតាមម្ដងគាត់ចង់ដឹងណាថាលោកមូលហ្នឹងគឺបែបណាខ្លះព្រោះអីតាមមើលទៅគឺលោកមូលហ្នឹងគឺចង់ត្រូវរើគ្នាជាមួយតួស្រីចង់ធ្វើជាឪពុករបស់តួស្រីរបស់យើងខ្លាំងតែគាត់គឺអត់ល្អសោះហើយដោយសារតែគាត់កាន់ជើងទៅនាងហើយក៏មិនសូវជាស្ដាប់អីទៅកាន់តួស្រីរបស់យើងច្រើនចឹងហើយឥឡូវនេះដែរគឺអត់មានណាគេគ្រប់គ្រងហើយប៉ារបស់តួស្រីរបស់យើងខ្លាចទៅជាប៉ាអីនោះទេហើយប៉ារបស់តួស្រីក៏ខំតួស្រីណាគាត់ខំបកកោតួស្រីរបស់យើងណាតែហេតុអីបានជាធ្វើបែបហ្នឹងតែពេលហ្នឹងគឺគ្មានអ្នកណាខ្វល់នោះទេជាពិសេសហ្នឹងគឺនាងនេះវិញនាងក៏ខ្វល់ផងដែរទោះបីជាប៉ារបស់នាងចិញ្ចឹមនាងច្រើនយ៉ាងណាក៏ដោយនាងក៏មិនខ្វល់ខ្វាយច្រើនណាស់ទៅពេលឥឡូវនេះនាងគឺលេងបានទ្រព្យសម្បត្តិលេងបានអីទៀតហើយចឹងហើយទោះបីជានាងនៅជាមួយប៉ារបស់នាងក៏វាអត់ប្រយោជន៍ផងដែរហើយឥឡូវនេះគឺតួស្រីរបស់យើងបន្ទាប់ពីរៀបការហើយរួចក៏បានអាំងប៉ៅឡើងមិនចេះតិចក៏ចឹងទៅគាត់ក៏សប្បាយចិត្តជាខ្លាំងណាក៏អង្គុយរកអាំងប៉ៅនៅទីហ្នឹងហើយតួស្រីរបស់យើងក៏មកឲ្យតួប្រុសប៉ាណាគាត់សុខចិត្តបើកតឯងនេះចឹងទៅគឺតួប្រុសរបស់យើងគាត់ក៏បាននិយាយថាឲ្យតួស្រីរបស់យើងហ្នឹងគឺនៅសប្បាយសិនទៅហើយនាងឯនេះវិញបន្ទាប់ពីនាងគឺត្រូវបានគ្រួសារមូលហ្នឹងគឺទាត់ចោលមិនខ្វល់ជាមួយនាងក៏បានជិះមកផឹកស៊ីហើយក៏ខ្វល់ចិត្តអីចឹងទៅហើយលោកតារបស់តួប្រុសរបស់យើងវិញនេះគាត់ក៏វាថាអញ្ចេះគាត់តែចៅប្រុសរបស់គាត់ហ្នឹងគឺនៅអញ្ចឹងទៅគាត់ក៏ចង់រកស្អីថែមអីចឹងណាលោកតារៀងខូចណាស់ដែរគាត់គឺវាថាអញ្ចេះគ្រួសារមូលគឺមានលុយច្រើនខ្លាំងណាស់ចឹងហើយគាត់ចង់ឲ្យគ្រួសារមូលមានចៅឲ្យគាត់ហ្នឹងឲ្យបានច្រើនគាត់ខ្វល់ឋានៈណីទេចឹងហើយពេលហ្នឹងលោកតាគាត់អត់មានខ្វល់អីណាគាត់សុខចិត្តចាប់គូឲ្យតួប្រុសរបស់យើងតែម្ដងតួប្រុសរបស់យើងវិញគាត់មានដឹងរឿងអីមិនតិចទេពេលដែលគេមកហ្នឹងក៏ស្ងៀមហើយពេលហ្នឹងលោកតាក៏បានមកដល់ផ្ទះរបស់តួប្រុសរបស់យើងតែម្ដងហើយគាត់ក៏បានប្រាប់ណាថាគាត់នឹងគឺបានជួបជាមួយសោសែនហើយបែបមិនអីចឹងទៅហើយគាត់ក៏បាននិយាយប្រាប់ថាអញ្ចឹងគាត់ក៏មានអ្នកទំនួលល្អអីច្រើនផងដែរហើយឥឡូវនេះគឺលោកតាគាត់ក៏បាននាំតួស្រីរបស់យើងមកបន្ទប់មួយនេះដែលក្នុងបន្ទប់មួយហ្នឹងដែរគាត់បានរៀបចំមានដុំគ្រឿងអលង្ការជាច្រើនសម្រាប់ទទួលតួស្រីរបស់យើងអីចឹងទៅពេលហ្នឹងគាត់ក៏ថាអញ្ចឹងគាត់នឹងមើលថែតួស្រីរបស់យើងបានល្អចឹងទៅគឺតួស្រីរបស់យើងគាត់ក៏សប្បាយចិត្តណាស់ដែលគាត់នឹងគឺបានជួបគ្រួសារដែលស្រឡាញ់គាត់បែបហ្នឹងល្ងាចនេះដែរតួស្រីយើងគាត់ក៏ទៅត្រូវបានគេហៅចូលទៅបន្ទប់អូតែដើម្បីនិយាយភាសាគ្នាទៅពេលចូលទៅដល់ក៏បានឃើញនារីម្នាក់កំពុងត្រូវបានចាប់ចងហើយនឹងក៏បានប្រាប់ណាទទួលប្រុសរបស់យើងក្នុងបន្ទប់ទឹកតួស្រីយើងគ្រាន់តែបើកទ្វារចូលភ្លាមហ្នឹងក៏ស្រាប់ឃើញតួប្រុសរបស់យើងនៅទីហ្នឹងមែនចឹងហើយគាត់ក៏សួរថាមានរឿងអីកើតឡើងតួប្រុសរបស់យើងហ្នឹងក៏បាននិយាយភូតកុហកតួស្រីណាថាគាត់នឹងគឺមិនបានដឹងរឿងអីនោះទេហើយគាត់ក៏មិនបានដឹងថានារីម្នាក់ហ្នឹងមកជាប់នៅទីហ្នឹងតាំងពេលណាដែរតួប្រុសរបស់យើងគាត់មានភ័ស្តុតាងណាចឹងហើយគាត់ក៏បានសួរថានាងជាណាចឹងទៅគឺនារីម្នាក់ហ្នឹងក៏បានប្រាប់ថាគឺលោកតារបស់តួប្រុសជាអ្នកដែលបានហៅ
ឲ្យគាត់មកទីនឹងដោយសារតែលោកតារបស់តួប្រុសរបស់យើងនឹងចង់បានចៅច្រើនចឹងហើយគាត់ខ្វល់ថារីណានោះទេឲ្យតែបានចៅច្រើនឲ្យគាត់តួប្រុសរបស់យើងវិញគាត់ឡើងមើលតែម្ដងណាតួស្រីយើងវិញក៏ងក់ងោជាមួយតួប្រុសហេតុអីបានជាតួប្រុសរបស់យើងទៅជាមួយគេនឹងហើយមិនបាច់ខ្វល់អីអញ្ចឹងលោកតាវិញគាត់ក៏បានសួរតួស្រីថាយ៉ាងម៉េចហើយពេលហ្នឹងតួស្រីរបស់យើងគាត់ខឹងខ្លាំងមែនតើហេតុអីបានជាលោកតារបស់គាត់ហ្នឹងទៅធ្វើបាបនឹងទៅវិញតួប្រុសរបស់យើងគាត់ក៏បានប្រាប់លោកតាណាប្រយ័ត្នតែគាត់ដូរចិត្តទៅតួស្រីរបស់យើងប្រកាសជានៅប្រើជាមិនខាអញ្ចឹងទៅតួស្រីរបស់យើងក៏ខឹងតួប្រុសយើងមកតង់ទៀតហើយតែតួប្រុសរបស់យើងហ្នឹងគឺនិយាយបែបហ្នឹងដាក់គាត់បន្ទាប់ពីតួស្រីរបស់យើងងោអស់ចិត្តមកយប់មកតួប្រុសយើងក៏ខំមកលួមលងទៅបន្តិចទេឥឡូវនេះគឺតួស្រីរបស់យើងគាត់ក៏លេងខឹងជាមួយតួប្រុសរបស់យើងវិញហើយសំខាន់ទៅទៀតនោះតួស្រីរបស់យើងឥឡូវនេះក៏អាចមានកូនមួយទៀតឲ្យតួប្រុសរបស់យើងថែមទៀត